ជីវិតដូចម្ដេចដើម្បីអ្វីវាសំខាន់ជាជាងការបានត្រឹមតែមួយរស់ជីវិតដែលល្អគឺជាជីវិតដែលត្រូវល្អទាំងពេលបច្ចុប្បន្ននិងពេលអនាគតការចង់ឲ្យជីវិតជួបតែរឿងល្អនិងជោគជ័យមិនមែនជាការងាយស្រួលនោះទេគឺត្រូវមានវិធីសាស្ត្រនិងផែនការច្បាស់លាស់បំផុតបើគ្មានផែនការសម្រាប់ជីវិតនោះទេយើងក៏មិនដឹងថាយើងដើរដល់កន្លែងណាបរាជ័យប៉ុណ្ណាឬជោគជ័យប៉ុណ្ណានោះដែរផែនការគឺជាកាលវិភាគនៃជីវិតកាលវិភាគនៃជីវិតធ្វើឲ្យជីវិតមានសកម្មភាពជានិច្ចហើយសកម្មភាពនោះគឺត្រូវស្របទៅនឹងទង្វើដែលយើងត្រូវធ្វើសម្រាប់នាំសេចក្តីសុខឲ្យជីវិតបើយើងធ្វើអ្វីដែលគ្មានផែនការច្បាស់លាស់ធ្វើទាំងងងឹតងងល់នោះយើងនឹងមិនអាចសម្រេចទិសដៅបានឡើយអ្នកដែលគ្មានគោលដៅក្នុងជីវិតច្រើនតែខ្ជះខ្ជាយពេលវេលាឬធ្វើអ្វីដែលមិនចំទិសដៅជីវិតអ្នកដែលមានផែនការក្នុងជីវិតគឺគេភ័យខ្លាចតែពេលវេលាកន្លងផុតឬពេលវេលាដើរលឿនពេកដែលធ្វើឲ្យគេមិនអាចបំពេញការងារបានចប់សពគ្រប់ដូច្នោះហើយភាគច្រើនគឺពួកគេមិនសូវមានពេលទំនេរច្រើនឡើយនៅក្នុងជីវិតព្រោះចប់រឿងមួយត្រូវបន្តធ្វើរឿងមួយផ្សេងទៀតជីវិតដែលមានសកម្មភាពជានិច្ចជាជីវិតដែលនាំមកនូវសុភមង្គលធ្វើការកាន់តែច្រើនធ្វើឲ្យជីវិតកាន់តែមានសេចក្តីសុខជីវិតនឹងទទួលបានជោគជ័យឬបរាជ័យគឺវាអាស្រ័យទៅលើបុគ្គលខ្លួនឯងផ្ទាល់ជាអ្នកសម្រេចតើយើងត្រូវប្រឹងប្រែងអនុវត្តតាមគោលដៅជីវិតដែលខ្លួនបានកំណត់ដែរឬយ៉ាងណាការដែលចង់បានអ្វីហួសពីសមត្ថភាពបើទោះបីជាយើងប្រឹងប្រែងយ៉ាងណាក៏មិនអាចសម្រេចបានដែរព្រោះនោះគឺជាការប៉ងប្រាថ្នាហួសនិស្ស័យត្រូវចាំថាធ្វើអ្វីក៏ដោយត្រូវធ្វើមួយជំហានម្ដងដូចជាការឡើងកាមជណ្ដើរគឺយើងមិនអាចផ្លោះដល់កាមខាងលើបានភ្លាមនោះទេយើងទាំងអស់គ្នាពិតជាដឹងហើយថាកំហុសដ៏ធំបំផុតរបស់មនុស្សគឺនៅត្រង់ដឹងថាអ្វីល្អហើយតែមិនព្រមធ្វើឬធ្វើបានតែបន្តិចក៏ឈប់ទៅនេះហើយគឺជាមូលហេតុចម្បងដែលនាំឲ្យបរាជ័យដូច្នេះមានតែការតស៊ូព្យាយាមមួយតែប៉ុណ្ណោះដែលនាំឲ្យសម្រេចជោគជ័យលើគ្រប់ការងារផងទាំងពួងត្រូវមានជំនឿថាបើយើងចង់ធ្វើអ្វីយើងពិតជាអាចធ្វើបានឲ្យតែចិត្តវាចង់ព្រោះចំណង់គឺជាចំណុចផ្ដើមនៃរាល់សមិទ្ធផលទាំងឡាយដូចគ្នានេះដែរដើម្បីឲ្យឈ្នះជីវិតគឺមានតែរៀនអំពីជីវិតតែប៉ុណ្ណោះជីវិតគឺជាមេរៀនដែលយើងត្រូវសិក្សារាល់ថ្ងៃការសិក្សាជាកាតព្វកិច្ចដែលយើងត្រូវស្វែងរកភាពជោគជ័យជាទូនាទីដែលយើងត្រូវធ្វើឲ្យសម្រេចភាពក្រីក្រជារនាំងបិទបាំងនៅអ្វីគ្រប់យ៉ាងក្នុងជីវិតការបំពេញសេចក្តីត្រូវការឲ្យជីវិតគឺជារឿងដែលសំខាន់បំផុតព្រោះបើមានជីវិតមកហើយមនុស្សត្រូវមានដំណើរជីវិតទៅតាមសភាវគតិដោយធម្មជាតិរបស់ខ្លួនការវិនិយោគលើខ្លួនឯងធ្វើឲ្យជីវិតកាន់តែប្រសើរឡើងការចេះប្រើឱកាសធ្វើឲ្យជីវិតឆាប់ទទួលបានជោគជ័យការធ្វើតែអំពើល្អនាំឲ្យជីវិតជួបតែសេចក្តីសុខសូមកុំភ្លេចថាសុខភាពគឺជាកត្តាកំណត់ធំបំផុតនៃការធានាជោគជ័យគ្រប់បែបយ៉ាងនៅក្នុងជីវិតខ្លួនឯងជាស្ថាបនិកនៃជីវិតខ្លួនឯងភ្នែកជាបង្អួចនៃបេះដូងបើចង់ឲ្យភ្លៀងធ្លាក់កុំខ្លាចផ្គរបើចង់លេងទឹកភ្លៀងកុំខ្លាចទៅទឹកខ្លួនបើចង់បដូរវិថីជីវិតកុំខ្លាចភាពជូរចត់ពេលធ្វើដំណើរបើស្រឡាញ់អ្នកណាម្នាក់កុំទ្រាំមើលគេកើតទុក្ខអំណោយល្អបំផុតរបស់មនុស្សគឺការផ្ដល់ឲ្យយើងមានសេចក្តីសុខជាអ្នកឲ្យប្រសើរជាងជាអ្នកទទួលយើងមិនអាចផ្លាស់ប្ដូររឿងរ៉ាវដែលកើតឡើងរួចមកហើយបាននោះទេតែយើងអាចទប់ស្កាត់ការពីរឿងរ៉ាវដែលកើតឡើងនាពេលខាងមុខបានព្រោះជីវិតគឺត្រូវធ្វើដំណើរបន្តទៅមុខជានិច្ចតែកុំសង្ឃឹមថាអ្វីដែលយើងបានធ្វើពីម្សិល
ឬថ្ងៃនេះនឹងមិនលេចលឺនៅថ្ងៃក្រោយឲ្យសោះក្នុងដំណើរនៃជីវិតមិនថាជាផ្លូវលោកឬផ្លូវធម៌ប្រសិនបើយើងមិនអាចកម្ចាត់បង់នៅសេចក្តីកង្វល់បាននោះទេគឺជាឧបសគ្គដ៏ធំបំផុតក្នុងការទ្រទ្រង់ជីវិតឲ្យបានល្អជីវិតប្រៀបដូចជាផ្សារលក់អាហារដែលឲ្យអ្នកទិញត្រូវជ្រើសរើសដោយខ្លួនឯងហើយគេយកចេញនៅអ្វីដែលគេមិនចង់បានហេតុនេះកើតមកជាមនុស្សយើងគួរស្វែងយល់នៅកំហុសឆ្គងនិងការថ្លោះថ្លួយទាំងឡាយពីអតីតកាលដើម្បីកែលម្អស្ថាបនាខ្លួនឯងឲ្យបានរីកចម្រើនជីវិតគឺប្រៀបដូចជាសម្លកកូរដូច្នោះដែរវាមានទាំងបន្លែផ្អែមបន្លែល្វីងប្រកបដោយរសជាតិចម្រុះគ្នាយ៉ាងណាមិញសុខនិងទុក្ខគឺជារឿងដែលមនុស្សម្នាក់ត្រូវតែជួបដោយមិនអាចគេចវេះបាននោះទេក្នុងដំណើរនៃជីវិតបុគ្គលណាដែលមិនមាននូវការព្យាយាមជីវិតនៃបុគ្គលនោះនឹងមិនមានអ្វីទាំងអស់កុំចាំបាច់និយាយឡើងដល់ទៅភាពល្អប្រសើរនៃការរស់នៅសូម្បីតម្លៃខ្លួនបន្តិចបន្តួចក៏សឹងតែមិនមានផងដែរការធ្វើអ្វីដែលចំណាយពេលវេលាទើបធ្វើឲ្យជីវិតជោគជ័យពេលណាត្រូវធ្វើអ្វីហើយពេលណាមិនត្រូវធ្វើអ្វីដូចជាពេលកំពុងតែអត់ឃ្លានគឺយើងមិនអាចទៅបើកហាងលក់ពេជ្របាននោះទេនេះជាការពិតដែលជីវិតនឹងត្រូវជួបប្រទះដោយពុំចាំបាច់ឆ្ងល់ភាពជាមនុស្សដែលមានចិត្តទន់ខ្សោយមួយភាពជាមនុស្សដែលមិនមានការយល់ដឹងមួយភាពជាមនុស្សដែលគ្មានការសិក្សាមួយភាពជាមនុស្សដែលល្ងិតល្ងងមួយប្រការទាំងនេះជាប្រភពនៃការកើតឡើងនៃកងទុក្ខជាអណ្ដូងនៃការកើតឡើងនៃភាពឆ្គាំឆ្គងជាទីតាំងនៃភាពក្តៅរលរាលក្នុងចិត្តនិងជាចំណែកនៃសេចក្តីមិនល្អគ្រប់បែបយ៉ាងនិយាយឲ្យខ្លីអ្វីដែលបានរៀបរាប់មកនេះគឺជាដើមហេតុតែមួយគត់ដែលនាំមកនៅការបរាជ័យដ៏សែនគ្រោះថ្នាក់ដល់ខ្លួនឯងនៅក្នុងជីវិតជឿឬមិនជឿអាស្រ័យទៅលើអ្នកការខិតខំប្រឹងប្រែងបង្កើតព្រេងវាសនារបស់មនុស្សបោះបង់ការខិតខំប្រឹងប្រែងពេលណាជីវិតនឹងបរាជ័យនៅពេលនោះសក្តានុភាពរបស់មនុស្សបានធ្វើឲ្យគុណភាពនៃការទ្រទ្រង់ជីវិតមានភាពខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់តាមកម្រិតសមត្ថភាពនិងការយល់ដឹងរៀងៗខ្លួនក្នុងជីវិតបើជួបឧបសគ្គបន្តិចបន្តួចសុខចិត្តផ្លាស់ប្ដូរគំនិតដោយសារតែភាពកំសាករបស់ខ្លួនតើអ្នកនឹងអាចធ្វើអ្វីបានទៅតើភាពកំសាកមានការប៉ះពាល់អ្វីខ្លះដល់មនុស្សទី1ឲ្យគេបន្ទោសបង្អាប់មាក់ងាយជីវិតមិនសូវមានតម្លៃទី2ការយល់ដឹងចង្អៀតចង្អល់ធ្វើការងារមិនធ្លុះធ្លាយទី3មានជំងឺច្រើនព្រោះមនុស្សកំសាកតែងតែព្រួយបារម្ភមិនឈប់ដែលជាហេតុនាំទៅដល់ការមានជំងឺដង្កាត់ផ្សេងការមានជម្រើសកាន់តែច្រើនគឺមានអំណាចកាន់តែច្រើនក្នុងការរៀបចំដំណើរជីវិតរបស់អ្នកក្នុងមធ្យោបាយដ៏ពេញចិត្តគ្រប់បែបយ៉ាងជីវិតរបស់យើងម្នាក់គឺមានពេលកំណត់ដើម្បីឲ្យជីវិតរបស់អ្នកមានតម្លៃដើម្បីឲ្យគ្រួសាររបស់អ្នកមានសុភមង្គលដើម្បីជាគំរូល្អសម្រាប់កូនចៅនិងពូជពង្សវង្សត្រកូលអ្នកត្រូវរកវិធីបង្កើនប្រសិទ្ធភាពការងារបង្កើនពេលម៉ោងធ្វើការបង្កើនការឧស្សាហ៍ព្យាយាមប្រសើរជាងអង្គុយរិះត្បិតត្បៀតតែមិនព្រមធ្វើអ្វីឲ្យលើសពីមុនអ្នកត្រូវបញ្ចេញសក្តានុពលរបស់ខ្លួនធ្វើយ៉ាងណាឲ្យអស់ពីកម្លាំងកាយចិត្តទើបថ្ងៃក្រោយអ្នកនឹងគ្មានវិបដិសារីគិតប្រយោជន៍តូចបានប្រយោជន៍តិចគិតប្រយោជន៍ធំបានប្រយោជន៍ច្រើនព្យាយាមតិចបានប្រយោជន៍តិចព្យាយាមច្រើនក៏បានប្រយោជន៍ច្រើនទៅតាមនោះដែរគិតច្រើនចម្រើនកិច្ចការសម្រេចត្បិតទង្វើមានបំណងមានទង្វើពិតជាមានសេចក្តីសម្រេចមនុស្សដែលល្អគឺជាមនុស្សដែលធ្វើអំពើល្អដល់មនុស្សទង្វើល្អ10ប្រការដែលយើងគួរធ្វើចំពោះអ្នកដទៃទី1ជួយអ្នកដទៃធ្វើអំពើល្អទី2
គាំទ្រអ្នកដទៃឲ្យមានអំពើល្អទី3បង្ហាញផ្លូវឲ្យអ្នកដទៃធ្វើអំពើល្អទី4គោរពស្រឡាញ់មនុស្សស្មើមុខគ្រប់គ្នាទី5ជួយអ្នកដទៃពេលកំពុងជួបទុក្ខលំបាកទី6ធ្វើអ្វីដែលជាប្រយោជន៍សាធារណៈទី7ព្យាយាមបរិច្ចាគទ្រព្យបើទោះបីជាតិចតួចយ៉ាងណាក៏ដោយទី8រក្សាភាពយុត្តិធម៌ជានិច្ចចំពោះមនុស្សទូទៅទី9គ្រប់អ្នកដែលមានវ័យចំណាស់ជាងខ្លួននិងទី10ស្រឡាញ់ជីវិតអ្នកដទៃដោយស្រឡាញ់ជីវិតខ្លួនឯងដែរគោលដៅគឺជាចំណុចសំខាន់រាល់ទង្វើនៃការចាប់ផ្ដើមការរស់នៅក្នុងភាពជាមនុស្សទង្វើនៃការស្វែងរកភាពថ្កុំថ្កើងឲ្យជីវិតគឺជាកាតព្វកិច្ចនៃមនុស្សគ្រប់គ្នាវាមិនមែនជាការលោភលន់នោះទេហើយក៏គ្មានទោសកំហុសអ្វីដែរនេះគឺជាមាគ៌ាសម្រាប់យើងជាមនុស្សដែលត្រូវធ្វើនឹងជាតម្រូវការចាំបាច់នៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបើជីវិតមិនទាន់អស់ទេអ្វីមិនទាន់ដល់ទីបញ្ចប់នៃការបរាជ័យនោះទេធ្វើជាមនុស្សត្រូវរស់ឲ្យមានន័យធ្វើអ្វីត្រូវឲ្យមានប្រយោជន៍ព្រោះនេះជាខ្លឹមសារពិតនៃជីវិតដែលត្រូវរស់នៅក្នុងឆាកជីវិតនៃមនុស្សយើងម្នាក់មានហេតុផលក្នុងរឿងខ្លះគឺតម្រូវឲ្យយើងមានការចាប់ផ្ដើមសារជាថ្មីដូច្នេះចូលកុំដេកចាំសំណាងព្រោះពាក្យថាសំណាងនេះវាមិនបានផ្ដល់អ្វីដល់ជីវិតរបស់យើងនោះទេតែអ្វីដែលអាចផ្ដល់ឲ្យយើងបាននោះគឺទង្វើមិនមែនជាសំណាងនោះទេជីវិតគ្រប់រូបតែងតែជួបនឹងឧបសគ្គការលំបាកតិចឬច្រើនគឺជារឿងធម្មតាក្នុងការទ្រទ្រង់ជីវិតយើងចាំបាច់ត្រូវប្រើប្រាស់ភាពក្លាហានដើម្បីធ្វើការតស៊ូនឹងឧបសគ្គបើពុំនោះទេយើងនឹងក្លាយទៅជាមនុស្សបរាជ័យដោយសារតែយើងមិនអាចពុះពៀឆ្លងកាត់នៅឧបសគ្គទាំងនោះបានហេតុនេះដើម្បីភាពរីកចម្រើននៃជីវិតយើងត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍បំផុតព្រោះថាពេលវេលាមិននៅរងចាំអ្នកណាម្នាក់នោះឡើយយើងត្រូវបណ្ដុះនិស្ស័យក្នុងការអានដើម្បីបង្កើនសមត្ថភាពយល់ដឹងព្រោះសៀវភៅគឺជាមិត្តដ៏ស្មោះត្រង់ម្នាក់ហើយក៏ជាអ្នកឯកទេសប្រឹក្សាយោបល់ដ៏ចំណានម្នាក់ផងដែរយើងត្រូវខិតខំធ្វើការងារគ្រប់បែបយ៉ាងពិសេសការងារណាដែលខ្លួនប៉ិនប្រសប់និងដែលខ្លួនចូលចិត្តយើងត្រូវព្យាយាមអត់ធ្មត់ធ្វើកិច្ចការតូចជាមុនដើម្បីឈានទៅធ្វើកិច្ចការធំពោលគឺភ្នែកសម្លឹងមើលទៅមេឃតែជើងជាន់ជាប់នឹងដីឈរលើការពិតយើងត្រូវមានឆន្ទៈក្នុងការធ្វើអ្វីគ្រប់យ៉ាងបើលោកដៃធ្វើហើយត្រូវហ៊ានប្រយុទ្ធនឹងឧបសគ្គកុំផ្លាស់ប្ដូរឥរិយាបថកុំដកថយទាំងកណ្ដាលទីនៅលើវិថីជីវិតនិងការងារម្នាក់ខិតខំប្រយុទ្ធប្រតោងឲ្យបានខ្ពស់គឺការស្វែងរកជោគជ័យសម្រាប់ជីវិតអ្នកខ្លះក៏បានសម្រេចក្នុងរយៈពេលខ្លីចំណែកអ្នកមួយចំនួនទៀតនៅតែត្រធាក់ត្រដរដោយសេចក្តីសង្ឃឹមដ៏តិចតួចតែប៉ុណ្ណោះហេតុអ្វីក៏អ្នកខ្លះធ្វើបានឯអ្នកខ្លះទៀតបែរជាធ្វើមិនបានអ្នកប្រាជ្ញចិត្តម្នាក់បានពោលថាអ្វីដែលប្រសើរបំផុតរបស់មនុស្សគឺការស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ការដែលយើងមិនទាន់បានទទួលជោគជ័យគឺប្រហែលមកពីយើងមិនទាន់ស្គាល់ខ្លួនឯងបានពិតប្រាកដនៅឡើយដូច្នេះដើម្បីរៀបចំដំណើរជីវិតឲ្យបានសមរម្យយើងត្រូវសន្សំបទពិសោធន៍និងការសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ពីខ្លួនឯងនិងធម្មជាតិអ្វីដែលយើងបានគិតគឺត្រូវព្យាយាមធ្វើបើមិនដូច្នោះទេរូបរាងនៃអ្វីដែលយើងបានគិតនោះនឹងមិនលេចចេញមកជាលទ្ធផលនោះឡើយមានមនុស្សជាច្រើនដែលប្រើជីវិតរាប់សិបឆ្នាំមកហើយតែនៅតែមិនទាន់ដឹងថាខ្លួនឯងត្រូវការអ្វីចង់បានអ្វីសមគួរនឹងក្លាយទៅជាអ្វីខ្លួនមានសមត្ថភាពប៉ុណ្ណាចាំបាច់ត្រូវធ្វើអ្វីខ្លះទៀតការដែលមិនដឹងពីខ្លួនឯងធ្វើឲ្យយើងដើរដោយមិនមានទិសដៅច្បាស់លាស់រវល់តែចាប់អារម្មណ៍នឹងភាពคล้ายបន្លំខាងក្រៅមិនបានសេចក្ដីគិតទៅដល់តម្រូវការដ៏ពិតប្រាកដក្នុងផ្លូវចិត្តរបស់យើង
ហេតុនេះយើងគួរទទួលស្គាល់និងកំណត់ឲ្យបានច្បាស់លាស់នៅអ្វីដែលយើងចេះនិងអ្វីដែលយើងមិនទាន់ចេះទើបយើងនឹងមិនធ្លាក់ចូលទៅក្នុងរណ្ដៅនៃភាពស្រពេចស្រពិលឥរិយាបថក្នុងចិត្តគឺជាការកំណត់ជោគជតានៃជីវិតមនុស្សយើងបើមិនមានអ្វីជាគ្រឿងការពារទេគឺងាយស្រួលនឹងដួលរលំណាស់នៅក្នុងការប្រព្រឹត្តទៅនៃដំណើរជីវិតសាងនាវាឲ្យខ្លួនឯងគឺចំណេះវិជ្ជាដើម្បីដឹកនាំខ្លួនទៅកាន់ទីឋានដែលថ្មីចាក់ចែងពីជីវិតបច្ចុប្បន្នដែលក្រតោកយ៉ាចំពោះសម្ដៅទៅកាន់ជីវិតអនាគតដ៏រុងរឿងរូបភាពនៅក្នុងចិត្តគឺជាចំណុចចាប់ផ្ដើមនៃការច្នៃប្រឌិតស្រមៃឃើញទៅដល់អ្វីដែលអ្នកប៉ងប្រាថ្នាពុះពៀតម្រង់ទៅរកអ្វីដែលអ្នកប៉ងប្រាថ្នាហើយទីបំផុតអ្នកក៏បង្កើតបាននៅអ្វីដែលអ្នកប៉ងប្រាថ្នាការរីកចម្រើនផ្នែកវិទ្យាសាស្ត្រក្នុងពេលបច្ចុប្បន្នបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាអ្វីដែលកើតនិងរីកចម្រើនឡើងសុទ្ធតែចេញពីស្នាដៃនៃការព្យាយាមការសិក្សាស្រាវជ្រាវការច្នៃប្រឌិតរបស់មនុស្សទាំងអស់ហេតុនេះអ្វីដែលហៅថាព្រាងវាសនាប្រកាសជាមិនអាចជួយអ្វីក្រៅពីការអូសបន្លាយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំនោះឡើយចំពោះអ្នកដែលមានបំណងចង់ស្វែងរកភាពជោគជ័យក្នុងជីវិតត្រូវពឹងផ្អែកទាំងស្រុងទៅលើការប្រឹងប្រែងព្យាយាមមិនមែនដេករងចាំព្រាងវាសនានោះទេព្រាងវាសនាគឺមិនមែនជាលៀបសក្ការៈនោះទេវាគឺជាការជ្រើសរើសហើយព្រាងវាសនាក៏មិនមែនជារបស់ដែលត្រូវទន្ទឹងរង់ចាំនោះដែរតែវាជារបស់ដែលត្រូវធ្វើឲ្យបានសម្រេចដោយស្នាដៃរបស់ខ្លួនយើងផ្ទាល់ហេតុនេះចូលអ្នកក៏មិនដោយឲ្យវាសនារបស់ខ្លួនស្ថិតនៅក្រោមអំណាចរបស់អ្នកដទៃអ្នកត្រូវសាងវាសនាដោយខ្លួនឯងសាងសមត្ថភាពដោយខ្លួនឯងទើបពេលមានអាសន្នអ្នកអាចជួយខ្លួនឯងបានអ្នកត្រូវយកគំនិតបង្កើតសមត្ថភាពយកសមត្ថភាពបង្កើតលទ្ធភាពយកលទ្ធភាពបង្កើតប្រាក់ចំណូលយកប្រាក់ចំណូលបង្កើតសេចក្តីសុខយកសេចក្តីសុខបង្កើតសុភមង្គលនៅក្នុងគ្រួសារនេះហើយគឺជាគោលដៅពិតនៃការសម្រេចជោគវាសនារបស់អ្នកលើវិថីនៃជីវិតនេះឯង